แนะនាំសាររបស់ព្រះជាម្ចាស់ព្រះជាម្ចាស់មានការងារមួយឲ្យហោរាយូណាស់ធ្វើប៉ុន្តែហោរាយូណាស់មិនចង់ធ្វើការនោះទេព្រះជាម្ចាស់មានបន្ទូលថាចូលទៅទីក្រុងនីនីវេហើយប្រាប់ទៅសត្រូវដ៏អាក្រក់របស់ឯងថាយើងក៏ស្រឡាញ់ពួកគេដែរហោរាយូណាស់ទូលតបថាទេពួកទាំងនោះជាមនុស្សអាក្រក់ធ្វើតែការអាក្រក់ប៉ុណ្ណោះព្រះជាម្ចាស់ឆ្លើយថាប្រកាសណាស់ពួកគេបានរត់ទៅឆ្ងាយពីយើងក៏ប៉ុន្តែយើងមិនអាចឈប់ស្រឡាញ់ពួកគេបានឡើយយើងនឹងឲ្យពួកគេចាប់ផ្ដើមសារជាថ្មីយើងនឹងអត់ទោសដល់ពួកគេហោរាយូណាស់ឆ្លើយតបទៅព្រះជាម្ចាស់វិញថាទេពួកគេមិនសមនឹងទទួលការអត់ទោសនោះទេហោរាយូណាស់បានគិតក្នុងចិត្តថាខ្ញុំនឹងរត់ទៅឲ្យឆ្ងាយគឺឆ្ងាយណាស់រហូតព្រះជាម្ចាស់មិនអាចរកខ្ញុំឃើញហើយខ្ញុំមិនចាំបាច់ធ្វើការដែលព្រះជាម្ចាស់បានបង្គាប់ឲ្យធ្វើឡើយតាមគំនិតរបស់គាត់គិតឃើញថានេះគឺជាផែនការល្អណាស់ប៉ុន្តែតាមការពិតទៅនេះមិនមែនជាផែនការល្អទាល់តែសោះតែវាគឺជាផែនការដ៏ល្ងីល្ងើមួយពីព្រោះអ្នកអាចរត់ចេញឆ្ងាយពីព្រះជាម្ចាស់បានប៉ុន្តែព្រះអង្គនៅតែតាមរកអ្នកឃើញជានិច្ចហោរាយូណាស់បានធ្វើតាមផែនការមិនល្អរបស់គាត់សូមទិញសម្បត្តិមួយសម្បត្តិទៅកន្លែងផ្សេងក្រៅពីទៅទីក្រុងនីនីវេរួចហើយគាត់ក៏ជិះសំពៅដែលចេញទៅបញ្ច្រាស់ទិសពីក្រុងនីនីវេមែនហើយមិនយូរប៉ុន្មានមានខ្យល់បក់បោកជាខ្លាំងហើយសំពៅក៏ចាប់ផ្ដើមផ្អៀងផ្អងមុជងើបហើយក្លែងក្លងគ្រប់គ្នាក៏ចាប់ផ្ដើមមានការភ័យតក់ស្លុតភ្លាមនោះហោរាយូណាស់បានងើបអង្គុយត្រង់ឆ្កឹងលើគ្រែរបស់គាត់អ្នកឃើញទេការដំបូងដែលកើតឡើងដល់ផែនការមិនល្អរបស់ហោរាយូណាស់គឺព្រះជាម្ចាស់បានបញ្ជូនព្យុះដ៏ធំមួយឲ្យដេញតាមគាត់ពួកអ្នកបើកសំពៅមិនអាចបើកបានស្រួលនោះទេគេស្រែកឡើងថាយើងនឹងលិចលង់ហើយរួចក៏ចាប់ផ្ដើមបោះអ្វីចេញពីសំពៅនិងចំណីអាហារចេញពីសំពៅព្រមទាំងអ្វីក៏ដោយក៏គេបោះចោលទាំងអស់ដែរមកទល់ពេលនេះហោរាយូណាស់ក៏បានដឹងច្បាស់ថាខ្យល់ព្យុះដែលកើតឡើងនេះគឺមកពីកំហុសរបស់គាត់បានស្រែកប្រាប់ពួកអ្នកបើកសំពៅថាបោះខ្ញុំចុះទៅក្នុងសមុទ្រជំនួសរបស់ទាំងនោះទៅនោះខ្យល់ព្យុះនឹងស្ងប់វិញហើយអ្នកបើកសំពៅស្ដាប់មិនសូវច្បាស់ទេបានជាហោរាយូណាស់ស្រែកឡើងម្ដងទៀតថាវាជាមធ្យោបាយតែមួយគត់ដែលអ្នករាល់គ្នាអាចនឹងរួចជីវិតបានដូច្នេះ1 2 3ប្រងភ្លាមនោះបន្ទាប់ពីពេលដែលហោរាយូណាស់បានធ្លាក់ចូលក្នុងទឹករលកក៏បានស្ងប់ស្ងាត់ទៅវិញខ្យល់ក៏ថយចុះហើយខ្យល់ព្យុះក៏ស្ងប់ឈឹងដែរតែបន្ទាប់មកក្នុងពេលដែលហោរាយូណាស់បានគិតថាអ្វីទាំងអស់នឹងកន្លងផុតទៅហើយនៅពេលដែលគាត់បានប្រកាសថាគាត់មុខជាលង់ទឹកស្លាប់នោះព្រះជាម្ចាស់បានបញ្ជូនត្រីធំមួយមកជួយសង្គ្រោះគាត់ត្រីនោះបានលេបហោរាយូណាស់ទាំងមូលតែក្នុងមួយម៉ាត់ប៉ុណ្ណោះហោរាយូណាស់ប្រហែលជាគិតថាគាត់ស្លាប់ហើយពីព្រោះនៅក្នុងនោះងងឹតណាស់គឺដូចជានៅក្នុងភ្នោខ្មោចអញ្ចឹងប៉ុន្តែនៅពេលដែលគាត់បានធំក្លិនអាហារស្អុយរលួយហើយក៏មានសារាយសមុទ្រនៅក្នុងទីនោះដែរនោះគាត់ក៏បានដឹងថាគាត់មិនបានស្លាប់ទេគឺគាត់កំពុងតែនៅក្នុងពោះត្រីហោរាយូណាស់អង្គុយនៅក្នុងទីងងឹតនៅក្នុងពោះត្រីអស់រយៈពេល3ថ្ងៃ3យប់គាត់មានពេលជាច្រើនដើម្បីនឹងគិតបន្តិចក្រោយមកគាត់បានគិតឃើញថាផែនការរបស់គាត់ពិតជាផែនការល្ងីល្ងើមែនទែនគាត់បានមានការសោកស្ដាយក្នុងការដែលគាត់បានរត់ចេញពីព្រះជាម្ចាស់គាត់បានអធិដ្ឋានទៅព្រះជាម្ចាស់អំឡុងពេលដែលគាត់នៅក្នុងពោះត្រីដ៏ធំនៅឡើយហើយអង្វរសូមឲ្យព្រះអង្គអត់ទោសឲ្យគាត់3ថ្ងៃក្រោយមកត្រីបានខ្ជាក់ហោរាយូណាស់ដោយសុខស្រួលនៅលើឆ្នេរខ្សាច់សមុទ្រមួយភ្លាមនោះហោរាយូណាស់បានឮសំឡេងនរណាម្នាក់ហៅឈ្មោះគាត់ព្រះជាម្ចាស់បានស្រែកប្រាប់ថាចូលទៅទីក្រុងនីនីវេហើយក្នុងពេលនេះហោរាយូណាស់ឆ្លើយថាបាទគាត់ក៏ចេញតម្រង់ទៅទីក្រុងនីនីវេហើយក៏បានប្រាប់មនុស្សគ្រប់គ្នាពីព្រះបន្ទូលដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ហោរាយូណាស់បានប្រាប់ពួកគេថាទោះបីជាអ្នកបានរត់ចេញឆ្ងាយពីព្រះជាម្ចាស់ក៏ដោយក៏ព្រះជាម្ចាស់នៅតែមិនឈប់ស្រឡាញ់អ្នក
ចូលមករកព្រះអង្គវិញដើម្បីឲ្យព្រះអង្គអាចនឹងអត់ទោសឲ្យអ្នកបណ្ដាជននៅទីក្រុងនីនីវេនាំគ្នាស្ដាប់តាមហោរាយូណាហើយពួកគេក៏ចាប់ផ្ដើមស្រឡាញ់ព្រះជាម្ចាស់ពួកគេបានរៀនធ្វើនៅអ្វីៗដែលព្រះជាម្ចាស់ប្រាប់ដល់ពួកគេនិងឈប់រត់ចេញពីទ្រង់ដូចជាហោរាយូណាជាច្រើនឆ្នាំក្រោយមកព្រះជាម្ចាស់នឹងចាត់អ្នកនាំសារម្នាក់ទៀតរួមជាមួយនឹងព្រះបន្ទូលដ៏អស្ចារ្យដូចនេះដែរដូចជាហោរាយូណាព្រះអង្គមួយនោះនឹងត្រូវជាប់ក្នុងទីងងឹតឈឹងអស់រយៈពេល3ថ្ងៃដែរប៉ុន្តែអ្នកនាំសាររបស់ទ្រង់លើកនេះគឺជាព្រះរាជបុត្រារបស់ទ្រង់ផ្ទាល់តែម្ដងព្រះអង្គត្រូវបានគេហៅថាព្រះបន្ទូលពីព្រោះទ្រង់គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ព្រះបន្ទូលរបស់ព្រះបានបកប្រែតាមភាសារបស់យើងនីមួយៗគ្រប់ការទាំងអស់ដែលព្រះជាម្ចាស់ចង់មានព្រះបន្ទូលទៅកាន់លោកីទាំងមូលក្នុងភាពជាមនុស្សម្នាក់